ពេលដែលថតរូបហើយបោះពុំរួចរាល់ហើយគ្រូនួនក៏បំផ្លាញរូបនោះចោលភ្លាមទោះបីជាធម្មតាគ្រូនួនតែងតែរក្សារូបភាពទុកដើម្បីតុបតែងផ្ទះជានិច្ចក្តីអ្នកនាងផាត់ដែលបានឃើញក៏មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែដោយសារតែមិនហ៊ានសួរនាងក៏តែរក្សាការសង្ស័យទាំងអស់ទាំងរឿងពេលថតរូបនៅថ្ងៃពិធីនិងរឿងការបំផ្លាញរូបនៅថ្ងៃនេះទុកក្នុងចិត្តជានិច្ចអ្នកនាងផាជានាងរំក្នុងក្រុមកែប័ណ្ណប្រមាណជាមួយឆ្នាំក៏មានរឿងរ៉ាវបែបនេះជាច្រើនដងគឺជាធម្មតាមានអ្នកជួលឬនាងរំក្រុមផ្សេងមកសួរពីនាងរំម្នាក់ទៀតហើយសូម្បីតែអញ្ជើញឲ្យចូលរួមក្រុមជាមួយអូនតាគ្រូនួននិងបងធំមិនដែលឆ្លើយតបហើយមើលទៅដូចជាមិនសូវចង់និយាយអំពីរឿងនេះប៉ុន្មានទេអ្នកនាងផានោះជឿទៅកន្លះហើយថាអាចជារឿងលើសធម្មជាតិ